ចាសួស្តីថ្ងៃនេះយើងនឹងចូលមេរៀនថ្មីប៉ុន្តែមុននឹងចូលមេរៀនថ្មីយើងបង្ហាញទិដ្ឋភាពទាំងអស់គ្នាមេរៀនថ្មីយើងថ្ងៃនេះនិយាយអំពីការស្វែងយល់ពីពាក្យថា gender អញ្ចឹងយើងត្រូវដឹងថាតើ gender ត្រូវបានមានន័យដូចដែរអញ្ចឹងពាក្យថា gender ត្រូវបានបង្កើតឡើងដោយសង្គមហើយអរិយាប័ត្រដែលកើតឡើងដោយ gender នឹងអាចផ្លាស់ប្ដូរបានចាអញ្ចឹងការយល់ដឹងពី gender នឹងជួយយុវជនឲ្យចេះដោះស្រាយបញ្ហាចំនួនកាត់បន្ថយអំពើហិង្សានៅក្នុងសង្គមបានផងដែរចាអញ្ចឹងចូលដល់ចំណុចទី1យើងយល់ពាក្យថានិយមន័យអំពីភេទហើយនឹង gender អញ្ចឹងភេទភាពខុសគ្នាលក្ខណៈជីវសាស្ត្ររវាងមនុស្សប្រុសនិងស្រីដែលមានតាំងពីកំណើតមិនអាចផ្លាស់ប្ដូរបានទេប៉ុន្តែ gender គឺជាភាពខុសគ្នារវាងមនុស្សប្រុសនិងមនុស្សស្រីអំពីសិទ្ធិតួនាទីនិងការទទួលខុសត្រូវនិងការសម្រេចចិត្តដែលកំណត់ដោយសង្គមសាសនានិងវប្បធម៌អំពីសិទ្ធិតួនាទីទទួលខុសត្រូវនិងការសម្រេចចិត្តរបស់បុរសនិងស្ត្រីហើយអាចផ្លាស់ប្ដូរបានព្រោះមិនមែនកើតមកពីធម្មជាតិចាអញ្ចឹងនៅក្នុងបណ្ឌិតនៅក្នុងតារាងនេះយើងឃើញថាភាពខុសគ្នារវាងភេទហើយនិង gender យើងឃើញថាស្រីហើយនិងប្រុសមានអវយវៈភេទខុសគ្នាចាមានខុសគ្នាប៉ុន្តែ gender គឺមនុស្សគ្រប់រូបទាំងប្រុសទាំងស្រីអាចធ្វើជាកម្មករមើលថែកូនលេខបាក់ការងារទាំងអស់ហ្នឹងគឺអាចធ្វើបានដូចគ្នាអញ្ចឹងមានន័យថាមនុស្សប្រុសក៏ធ្វើបានមនុស្សស្រីក៏ធ្វើបានដែរអញ្ចឹងវាអាចផ្លាស់ប្ដូរទៅតាមពេលវេលានិងកាលៈទេសៈចូលចំណុចទី3យើងនិយាយពីគុណតម្លៃនៃ gender អញ្ចឹងយើងឃើញថា gender គឺផ្លាស់ប្រួលទៅតាមពេលវេលានិងកាលៈទេសៈណាប៉ុណ្ណោះអញ្ចឹងមនុស្សគ្រប់រូបទាំងប្រុសទាំងស្រីនិងភេទដទៃទៀតយើងចាត់ទុកថាភេទទី3ហ្នឹងឥឡូវក៏មានសិទ្ធិស្មើគ្នានឹងទទួលបានការស្រឡាញ់ការលើកទឹកចិត្តពីសង្គមដូចគ្នាលើអ្វីដែលពួកគាត់បានធ្វើនិងគោលដៅរបស់ពួកគាត់នៅនាពេលអនាគតលើសពីនេះមនុស្សទាំងអស់នោះអាចសម្ដែងនៅមនោសញ្ចេតនាពិតតាមរយៈការនិយាយកាយវិការដូចជាការភ័យខ្លាចការខឹងសោកសៅដូចគ្នានៅពេលខ្លះចាអញ្ចឹងដោយហេតុថាមនុស្សអាចបង្កើតផ្នត់គំនិតសង្គមហេតុនេះមនុស្សក៏អាចផ្លាស់ប្ដូរវាបានដែរដោយសារតែការអភិវឌ្ឍរបស់សង្គមនិងការយល់ដឹងថ្មីអំពី gender មនុស្សgender និងសុខុមាលភាពរបស់បុរសនិងស្ត្រីទើបគុណសម្បត្តិនៃ gender ត្រូវបានលើកកម្ពស់ចាឧទាហរណ៍ក្មេងស្រីមានឱកាសចូលទៅរៀនសូត្របានខ្ពង់ខ្ពស់ដោយកុមារាបានផងដែរអញ្ចឹងនៅក្នុងមេរៀនសង្ខេបយើងគ្រាន់តែយល់ពាក្យថាភេទហើយនឹង gender ភេទសំដៅទៅលើលក្ខណៈជីវសាស្ត្ររវាងមនុស្សប្រុសនិងមនុស្សស្រីដែលមានពីកំណើតមិនអាចផ្លាស់ប្ដូរបានទេចាចំណែកឯ gender វិញនិយាយពីភាពខុសគ្នារវាងមនុស្សប្រុសនិងមនុស្សស្រីប៉ុន្តែសំដៅទៅលើសិទ្ធិតួនាទីការទទួលខុសត្រូវនិងការសម្រេចចិត្តដែលកំណត់ដោយសង្គមសាសនានិងវប្បធម៌ហើយអាចផ្លាស់ប្ដូរបានព្រោះវាមិនមែនបានមកពីកំណើតនោះទេចាអញ្ចឹងជារួមសម្រាប់ពាក្យថា gender នេះគឺលើកទឹកចិត្តទាំងមនុស្សទាំងអស់មិនថាប្រកាន់ភេទទេគឺអត់និយាយពីភេទទេគឺមនុស្សទាំងអស់ត្រូវតែទទួលបាននៅអ្វីដែលស្មើគ្នាដូចជាការស្រឡាញ់ការលើកទឹកចិត្តពីសង្គមដែលពួកគេរស់នៅហើយនឹងអំពីគោលដៅដែលគេចង់ធ្វើនាពេលអនាគតហ្នឹងត្រូវបានមានសិទ្ធិទទួលស្មើគ្នាទោះបីជាគាត់នៅក្នុងកម្រិតភេទណាមួយក៏ដោយអ្វីដែលគាត់ទទួលបានហ្នឹងគឺចង់និយាយពីភាពស្មើគ្នាដែលមនុស្សគ្រប់រូបទទួលបានអានឹងគេឲ្យឈ្មោះថាតម្លៃនៃ gender ចាអញ្ចឹងជាទីបញ្ចប់អ្នកទាំងអស់គ្នាធ្វើលំហាត់នៅខាងក្រោមផងចាអរគុណ